យើងធ្វើការកត់សម្គាល់ពី2017មកបាទខ្ញុំមិនភ្លេចទេថ្ងៃ16វិច្ឆិកា2017គឺរំលាយគណៈបកសង្គ្រោះជាតិនៅពេលដែលគេរំលាយគណៈបកសង្គ្រោះជាតិកំណើននៃការរំលោភកំណើននៃការបោកប្រាស់យ៉ាងម៉េចមានកម្រិតខ្ពស់ណាស់ជឿចឹងអត់នៅពេលដែលអត់មានបកប្រឆាំងអាការបោកការរំលោភដីធ្លីក៏មានប្រជាពលរដ្ឋរងគ្រោះដោយសារដីធ្លីប្រជាពលរដ្ឋរងគ្រោះដោយសារការចាញ់បោកគេដោយសារតែអត់មានបកប្រឆាំងនេះករណីអក្រិតកម្មឆបោកអនឡាញនេះដោយអត់មានបកប្រឆាំងបើមានបកប្រឆាំងត្រូវហៅតែមានស្ថានភាពអីខុសប្រក្រតីបកប្រឆាំងត្រូវហៅរដ្ឋាភិបាលមកសាកសួរឃើញទេកាលនៅមានបកប្រឆាំងសៀមអត់ហ៊ានឈ្លានពានរំលោភដីខ្មែរទេណាមិនចឹងហ៎មានទេអត់មានទេចឹងបកប្រឆាំងដើរតួនាទីសំខាន់ណាបងប្អូនហើយបានក្រីក្រក្តីបើតំបន់នេះចូលរួមបកប្រឆាំងខ្លាំងបងប្អូនទទួលបានក្រីក្រហ្នឹងក៏គេនឹងពេលហ្នឹងគេមកយកចិត្តទុកដាក់យើងហ៎មានន័យថាមានការប្រកួតប្រជែងបាទដើម្បីចង់បានការគាំទ្រពីបងប្អូនបើសិនតែមានបកតែមួយយ៉ាងម៉េចពាក្យខ្មែរថាជីសេះលែងដៃគេលែងខ្វល់ណាពីព្រោះមានតែមួយឯងដឹងតែគេមិនចឹងប៉ុន្តែនៅពេលដែលមានការប្រកួតប្រជែងយ៉ាងម៉េចពេលហ្នឹងគេខំមកយកចិត្តទុកដាក់ខំស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋអ្នកដែលទទួលបានផលគឺប្រជាពលរដ្ឋនឹងឯង